ប្រវត្តិសង្គ្រាមបារាំងសៀមដណ្ដើមយកទឹកដីប្រទេសកម្ពុជានិងប្រទេសឡាវនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានតែប្រទេសថៃមួយគត់ដែលអាចគេចផុតពីការដាក់អាណិគមពីសំណាក់មហាអំណាចលោកខាងលិចមានមូលហេតុមួយចំនួនដែលធ្វើឲ្យថៃអាចគេចផុតពីការត្រួតត្រារបស់បារាំងនិងអង់គ្លេសក៏ប៉ុន្តែក្នុងចំណោមមូលហេតុទាំងនោះមូលហេតុចម្បងគឺអង់គ្លេសនិងបារាំងពុំមានបំណងពិតប្រាកដនៅក្នុងការដាក់ថៃទៅជាអាណិគមរបស់ខ្លួននៅឡើយបារាំងនិងអង់គ្លេសធ្លាប់មានបទពិសោធន៍ធ្វើសង្គ្រាមបង្ហូរឈាមនឹងគ្នារយៈពេល7ឆ្នាំនៅពេលដែលពួកគេបានដាក់អាណិគមនៅលើទឹកដីអាមេរិកខាងជើងហើយគឺជាដែនដីអាណិគមដែលនៅជាប់គ្នាដូច្នេះនៅពេលដែលមកដាក់អាណិគមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បារាំងហើយនិងអង់គ្លេសចង់យកប្រទេសមួយធ្វើជាតំបន់ទ្រនាប់កុំឲ្យដែនដីអាណិគមរបស់ពួកគេនៅជាប់គ្នាដោយផ្ទាល់នៅពេលដែលអង់គ្លេសនិងបារាំងបានស្វែងរកការគ្រប់គ្រងលើតំបន់អាស៊ីអាគ្នេយ៍សៀមគឺជាអាណាចក្រដែលកំពុងតែមានឥទ្ធិពលអរិយកាលជាច្រើនឆ្នាំឥទ្ធិពលរបស់សៀមបានគ្របដណ្ដប់ទៅលើប្រទេសជិតខាងរួមទាំងឡាវនិងកម្ពុជាប្រទេសបារាំងបានក្លាយទៅជាអាណាព្យាបាលលើកម្ពុជាចាប់ពីឆ្នាំ1863ហើយបើគិតមកដល់ឆ្នាំ1867ទឹកដីរបស់កម្ពុជាភាគច្រើនបំផុតនោះបានក្លាយទៅជាអាណាព្យាបាលរបស់បារាំងនិងត្រូវបានបារាំងដាក់បញ្ចូលទៅក្នុងទឹកដីអាណានិគមរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូចិននៅពេលនោះទឹកដីភាគខាងលិចរបស់កម្ពុជាគឺខេត្តបាត់ដំបងនិងខេត្តសៀមរាបនៅតែបន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមនៅឡើយមាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store លុះចូលមកដល់ខែ4ឆ្នាំ1893សង្គ្រាមមួយបានផ្ទុះឡើងរវាងកងទ័ពបារាំងនិងកងទ័ពសៀមនៅលើទឹកដីរបស់ឡាវសង្គ្រាមនេះបាននាំឲ្យបារាំងបញ្ជូននាវាដែលបំពាក់ដោយអាវុធរបស់ខ្លួនជាច្រើនគ្រឿងទៅឡោមព័ទ្ធទីក្រុងបាងកកដោយប្រើប្រាស់ផ្លូវទឹកទន្លេចៅប្រយ៉ានៅក្នុងគណពេលនោះអង់គ្លេសមិនបានលូកដៃចូលនៅក្នុងសង្គ្រាមរវាងបារាំងនិងសៀមនោះឡើយនេះគឺជាមូលហេតុមួយដែលបារាំងមានប្រៀបហើយទីបំផុតទៅមេដឹកនាំរបស់ប្រទេសសៀមនៅពេលនោះគឺស្ដេចជលអលង្កនឬក៏ស្ដេចរាមាទី5សុខចិត្តប្រគល់ដែនដីមួយចំនួននិងសំណងខ្លះៗទៅឲ្យប្រទេសបារាំងចំពោះដែនដីដែលប្រទេសសៀមបានប្រគល់ទៅឲ្យបារាំងនោះគឺខេត្តលួងព្រះបាងនៅក្នុងប្រទេសឡាវការធ្វើបែបនេះដោយសារតែសៀមខ្លាចថាបារាំងនឹងប្រើប្រាស់កម្លាំងកងទ័ពដាក់អាណិគមទៅលើប្រទេសរបស់ខ្លួនការប៉ះទង្គិចគ្នារវាងកងទ័ពបារាំងនិងកងទ័ពសៀមនៅពេលនោះត្រូវបានគេឲ្យឈ្មោះថាវិបត្តិឆ្នាំ1893ចូលមកដល់ឆ្នាំ1907បារាំងបានបង្ខំឲ្យសៀមប្រគល់ដែនដីដែលនៅសេសសល់នៅក្នុងខេត្តលួងព្រះបាងទៅឲ្យឡាវព្រមទាំងខេត្តបាត់ដំបងនិងខេត្តសៀមរាបទៅឲ្យកម្ពុជាដើម្បីបារាំងយកទៅដាក់បញ្ចូលបន្ថែមនៅក្នុងដែនដីអាណានិគមរបស់ខ្លួនតំបន់ឥណ្ឌូចិនបារាំងសូមបញ្ជាក់ថាតំបន់ឥណ្ឌូចិនបារាំងនេះគឺសំដៅទៅលើ3ប្រទេសវៀតណាមកម្ពុជាហើយនិងឡាវនៅក្នុងការប្រគល់ទឹកដីសេសសល់នៃខេត្តលួងព្រះបាងទៅឲ្យប្រទេសឡាវនិងខេត្តសៀមរាបព្រមទាំងបាត់ដំបងទៅឲ្យប្រទេសកម្ពុជានេះត្រូវបានធ្វើឡើងនៅក្នុងសន្ធិសញ្ញាមួយដែលគេឲ្យឈ្មោះថាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ចូលមកដល់ទសវត្សរ៍ឆ្នាំ1930សៀមក៏បានដាក់សម្ពាធទៅលើប្រទេសបារាំងឲ្យប្រគល់ទឹកដីរបស់ឡាវដែលស្ថិតនៅខាងលិចទន្លេមេគង្គទៅឲ្យប្រទេសសៀមនៅពេលនោះដោយយកតម្រាប់តាមយោធារបស់ជប៉ុននាយករដ្ឋមន្ត្រីថៃដែលមានឈ្មោះថាលួងពីបុលសង្គ្រាមព្យាយាមប្រើប្រាស់កម្លាំងកងទ័ពដើម្បីវាយពង្រីកទឹកដីក្នុងគោលបំណងបង្កើនកេរ្តិ៍ឈ្មោះនិងអំណាចរបស់ខ្លួនក្នុងឋានៈជាមេដឹកនាំរបស់ថៃនៅពេលនោះយកជប៉ុនធ្វើជាសព្វនិមិត្តហើយចាប់ផ្ដើមធ្វើទុកបុកម្នេញទៅលើជនជាតិដើមភាគតិចរបស់ចិនដែលរស់នៅលើទឹកដីរបស់ថៃពីបុលសង្គ្រាមមានមហិច្ឆតាខ្លាំងមានគោលដៅវែងឆ្ងាយចង់ធ្វើឲ្យថៃក្លាយទៅជាមហាអំណាចដ៏ធំមួយតាមរយៈការវាយពង្រីកទឹកដីទៅកាន់ប្រទេសជិតខាងជំហានដំបូងថៃត្រូវតែវាយកាន់កាប់ទឹកដីដែលខ្លួនធ្លាប់បានកាត់យកទៅឲ្យបារាំងនៅក្នុងប្រទេសឡាវនិងប្រទេសកម្ពុជាឱកាសរបស់ថៃបានមកដល់នៅពេលដែលសង្គ្រាមលោកលើកទី2ផ្ទុះឡើងនៅក្នុងខែ6ឆ្នាំ1940បារាំងបានធ្លាក់ដៃយ៉ាងខ្លាំងដោយសារតែកងទ័ពរបស់អាល្លឺម៉ង់នៅពេលនោះបារាំងមិនត្រឹមតែពិបាកការពារដែនដីអាណានិគមរបស់ខ្លួនប៉ុណ្ណោះទេសូម្បីតែប្រទេសបារាំងរបស់ខ្លួនឯងក៏ពិបាកនឹងការពារផងដែរឃើញបែបនេះថៃបានរៀបចំផែនការប្រើប្រាស់កម្លាំងយោធាវាយយកទឹកដីនៅក្នុងប្រទេសឡាវនិងប្រទេសកម្ពុជាប៉ុន្តែជប៉ុនក៏បានមកដល់ភ្លាមដែរដែលធ្វើឲ្យថៃរងនូវភាពអស់សង្ឃឹមសាជាថ្មី
កងទ័ពជប៉ុនយ៉ាងឆាប់រហ័សបានចូលមកកាន់កាប់ដែនអាណានិគមរបស់បារាំងគឺតំបន់ឥណ្ឌូចិននៅពេលនោះថៃបានមើលឃើញយ៉ាងច្បាស់ថាយោធារបស់ខ្លួនមិនអាចទប់ទល់ជាមួយនឹងយោធារបស់ប្រទេសជប៉ុនបានឡើយនៅក្នុងឆ្នាំ1940នោះមានបាតកម្មនៅក្នុងទីក្រុងបាងកកប្រឆាំងជាមួយនឹងបារាំងបាតកម្មនេះគឺធ្វើឡើងពីសំណាក់នាយកនិយមរបស់ថៃនៅក្នុងគោលបំណងប្រឆាំងនឹងបារាំងហើយទាមទារយកដែនដីដែលបារាំងធ្លាប់កាន់ពីថៃទៅដាក់ឲ្យឡាវហើយនឹងប្រទេសកម្ពុជាអាមេរិកបានមើលឃើញយ៉ាងច្បាស់ថារឿងរ៉ាវដែលកើតឡើងនៅក្នុងទីក្រុងបាងកកនេះគឺវាស្ថិតនៅក្នុងមហិច្ឆតានិងផែនការរបស់ពិបាលសង្គ្រាមដូច្នេះអាមេរិកក៏បានសម្រេចចិត្តផ្អាកប្រគល់យន្តហោះចម្បាំងទៅឲ្យថៃដែលថៃបានទិញនៅមុននោះបន្ទាប់ពីរងសម្ពាធពីសហរដ្ឋអាមេរិកថៃបានលួចចរចាជាសម្ងាត់ជាមួយនឹងជប៉ុនដោយឈានទៅដល់កិច្ចព្រមព្រៀងមួយឲ្យជប៉ុនគាំទ្រខ្លួននៅក្នុងការទាមទារយកទឹកដីពីតំបន់ឥណ្ឌូចិនបារាំងមកវិញជាការតបស្នងនៅក្នុងកិច្ចព្រមព្រៀងនេះថៃអនុញ្ញាតឲ្យយោធារបស់ជប៉ុនប្រើប្រាស់ទឹកដីរបស់ខ្លួនឈរជើងដើម្បីប្រឆាំងជាមួយនឹងអង់គ្លេសក្នុងការកាន់កាប់យកឧបទ្វីបម៉ាឡេមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចព្រមព្រៀងជប៉ុនថៃបានកើតឡើងចូលមកដល់ដើមខែ1ឆ្នាំ1941យន្តហោះយោធារបស់ថៃបានបើកការវាយប្រហារទៅលើទីក្រុងវៀងច័ន្ទនៃប្រទេសឡាវហើយនិងខេត្តបាត់ដំបងព្រមទាំងខេត្តស៊ីសផុនរបស់កម្ពុជាទាំងកណ្ដាលថ្ងៃព្រមនោះកងទ័ពបារាំងក៏បានបើកការវាយប្រហារតបតវិញផងដែរដែលបានផ្ទុះទៅជាសង្គ្រាមរវាងបារាំងនិងថៃជាពិសេសនោះនៅតាមបណ្ដោយព្រំដែនឡាវថៃនិងកម្ពុជាថៃនៅក្នុងសង្គ្រាមនេះថៃទទួលបានជោគជ័យលើបារាំងដោយសារតែបារាំងមានកងទ័ពនៅក្នុងចំនួនតិចតួចមានសម្ភារៈសឹកសត់ខ្សោយជាពិសេសនោះគឺខ្វះអ្នកស៊ើបការបានធៀបជាមួយនឹងថៃមានភាពងាយស្រួលនៅក្នុងការចូលកាន់កាប់ទឹកដីរបស់ឡាវគឺអាចកាន់កាប់បានយ៉ាងឆាប់រហ័សក៏ប៉ុន្តែសម្រាប់កម្ពុជាវិញមិនងាយស្រួលនោះឡើយនៅព្រឹកព្រលឹមថ្ងៃទី16ខែ1ឆ្នាំ1941កងទ័ពបារាំងអមជាមួយនឹងកម្លាំងធំជាច្រើនបានបើកការវាយប្រហារយ៉ាងគួរព្យាបាលទៅលើកងទ័ពរបស់ថៃដែលបានឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជានៅក្នុងតំបន់យ៉ាងណាឃុំនិងភូមិព្រាវនៅក្នុងការប្រយុទ្ធនេះបានសម្លាប់មនុស្សអស់យ៉ាងច្រើនជាពិសេសនោះគឺខាងកងទ័ពថៃហើយបារាំងគឺជាអ្នកទទួលបានជោគជ័យនៅក្នុងសង្គ្រាមថៃនិងបារាំងដណ្ដើមយកទឹកដីឡាវនិងកម្ពុជានេះជើងគោកថៃហាក់ដូចជាទទួលបានជោគជ័យគួរសមក៏ប៉ុន្តែផ្នែកជើងទឹកវិញនោះបារាំងទទួលបានជោគជ័យយ៉ាងលើសលប់ជាក់ស្ដែងនៅថ្ងៃទី17ខែ1ឆ្នាំ1941នាវាធ្វើសឹកខ្នាតតូចរបស់បារាំងបានវាយកំទេចកងទ័ពជើងទឹករបស់ថៃនៅក្បែរកោះឆាងបន្ថែមលើនេះនាវាសឹករបស់បារាំងមួយគ្រឿងទៀតបានវាយប្រហារបណ្ឌិតនាវាសង្គ្រាមរបស់ថៃដែលមានឈ្មោះថាធនបុរីទាំងអស់នេះគឺជាជោគជ័យរបស់បារាំងទៅលើសៀមផ្នែកជើងទឹកលុះចូលមកដល់ថ្ងៃទី24ខែ1ឆ្នាំ1941យន្តហោះធ្វើសឹករបស់ថៃបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានរបស់បារាំងដែលស្ថិតនៅក្បែរអង្គររឿងនេះបានធ្វើឲ្យបារាំងរងការខូចខាតមួយចំនួនធំនៅពេលដែលកំពុងតែប្រយុទ្ធគ្នាពិបាលសង្គ្រាមក៏បានស្នើសុំឲ្យជប៉ុនចូលមកអន្តរាគមន៍បន្ទាប់ពីជប៉ុនបានលូកដៃចូលបទឈប់បាញ់គ្នាមួយត្រូវបានគេប្រកាសឡើងនៅថ្ងៃទី28ខែ1ឆ្នាំ1941ចូលមកដល់ថ្ងៃទី11ខែ3ឆ្នាំ1941បន្ទាប់ពីមានការចរចាយ៉ាងតឹងតែងបំផុតមួយនៅក្នុងទីក្រុងតូក្យូបារាំងក៏សម្រេចចិត្តប្រគល់ដែនដីមួយចំនួនជាពិសេសនោះគឺស្ថិតនៅភាគខាងលិចនៃទន្លេមេគង្គក្នុងទឹកដីរបស់ឡាវហើយនិងខេត្ត2ស្ថិតនៅភាគខាងលិចរបស់កម្ពុជាទៅឲ្យថៃជាការពិតណាស់ការព្រមលះបង់ទឹកដីទៅឲ្យថៃនេះគឺដោយសារតែឥទ្ធិពលរបស់ជប៉ុននៅពេលនោះជប៉ុនកំពុងតែឡើងដៃខ្លាំងហើយបារាំងកំពុងតែចុះខ្សោយនៅកំឡុងសង្គ្រាមលោកលើកទី2ចូលមកដល់ឆ្នាំ1943ថៃដែលមានជប៉ុននៅពីក្រោយខ្នងបានឈ្លានពានចូលរដ្ឋសានកាន់យកទឹកដីរដ្ឋសានដែលជាទឹកដីរបស់ភូមានិងស្ថិតនៅក្រៅអាណានិគមរបស់អង់គ្លេសដាក់បញ្ចូលទៅជាទឹកដីរបស់ខ្លួនបន្ថែមពីលើនេះជប៉ុនក៏បើកដៃឲ្យថៃចូលទៅកាន់កាប់ដែនដីចំនួន4រដ្ឋដែលស្ថិតនៅភាគខាងជើងនៅលើឧបទ្វីបម៉ាឡេដែលជាដែនដីរបស់ម៉ាឡេស៊ីហើយក៏ស្ថិតនៅក្រៅអាណានិគមរបស់អង់គ្លេសនៅពេលនោះដែរយ៉ាងណាក៏ដោយបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបិទបញ្ចប់ទៅជប៉ុនដែលជាភាគីចាញ់សង្គ្រាមនោះក៏អស់ឥទ្ធិពលនៅក្នុងតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍នៅពេលឃើញជប៉ុនចាញ់ថៃក៏ចាប់ផ្ដើមរលាស់ខ្លួនចេញពីជប៉ុនដោយបានបែរក្បាលទៅរកប្រទេសសេរីដែលមានអាមេរិកអង់គ្លេសនិងបារាំងភ្លាមៗថៃបានលះបង់ទឹកដីរដ្ឋសានទៅឲ្យភូមាក៏ប៉ុន្តែមិនព្រមលះបង់ទឹកដីនៅឡាវនិងកម្ពុជានោះឡើយថៃបានប្រញាប់ប្រញាល់រៀបចំខ្លួនចូលជាសមាជិករបស់អង្គការសហប្រជាជាតិដើម្បីឲ្យប្រទេសរបស់ខ្លួនដើរស្របជាមួយនឹងសណ្ដាប់ធ្នាប់ពិភពលោកថ្មី
ប៉ុន្តែអ្វីដែលថៃព្រួយបារម្ភបំផុតនោះគឺការជំទាស់ពីសំណាក់ប្រទេសបារាំងមិនឲ្យថៃក្លាយទៅជាសមាជិករបស់អង្គការសហប្រជាជាតិថៃបានក្លាយទៅជាសមាជិករបស់អង្គការសហប្រជាជាតិនៅថ្ងៃទី16ខែ12ឆ្នាំ1946ដោយគ្មានការជំទាស់ពីប្រទេសបារាំងនោះឡើយចំពោះការដែលថៃអាចចូលខ្លួនក្លាយទៅជាសមាជិករបស់អង្គការសហប្រជាជាតិនេះគេបានដឹងថាថៃនិងបារាំងមានការចរចាគ្នាជាសម្ងាត់ណាមួយនោះឡើយគេគ្រាន់តែដឹងថានៅក្នុងឆ្នាំ1946នោះផងដែរថៃដែលនៅពេលនោះមាននាយករដ្ឋមន្ត្រីឈ្មោះថាព្រីឌី ភ្នំយ៉ងក៏បានព្រមប្រគល់ទឹកដីភាគខាងលិចកម្ពុជាមកឲ្យប្រទេសកម្ពុជាវិញដែរមាន K-Store App ស្រួលនោះស្រួលតាមបានបន្ទុកសន្សំពីហាងរាប់ពាន់នៅក្នុងកម្មវិធីតែមួយលែងព្រួយភ័ន្តច្រឡំទៀតហើយឈប់អ្នកក៏អាចដូរបន្ទុកយករង្វាន់នៅក្នុង App ផងដែរ Shop Smart Shop with K-Store